អូនគឺជាមនុស្សស្រីពីសេងជាងគេស្នេហ៍មាសមេព្រោះអូនគឺជាអូនថ្ងៃដំបូងដែលយើងជួបគ្នាអាចថាគឺជារឿងចៃដន្យតែបេងដងបានដឹងមុនថាពួកយើងមាននិស្ស័យតែសួរទៅបេងដងថាជីវិតនេះដូចជាខ្វាំងវៃពេលបានជួបភេងចតណៃទៅបងដឹងចំឡើយវត្តមានរបងអូនឲ្យជីវិតបងមានន័យបានបែកថ្លៃមានក្តីសុំលែទេអូនគឺជាមនុស្សស្រីពីសេងជាងគេស្នេហ៍មាសមេព្រោះអូនគឺជាអូនវត្តមានរបស់អូនឲ្យជីវិតបងមានន័យបានថ្លៃថ្លៃមានក្តីសុំលែទេអូនគឺជាមនុស្សស្រីពីសេងជាងគេស្នេហ៍មាសមេព្រោះអូនគឺជាអូនលៀងងងធីមយូប៊ីនបាទលៀងងងញញឹមស្រស់ណាស់គាត់ថាភ្លេងតន់ចប់ផងចង់ចប់មុនភ្លេងណាបាទសូមជ័យបាទដោយសារអីគ្នាមិនមែនដាក់វិញ្ញាសាច្រៀងមកណាបាទបើទស្សនិកជនគាត់មើលអត់បានមើលពីកម្មវិធីយើងដំបូងគាត់ប្រកាសជាឆ្ងល់ហើយហេតុអីបានលៀងងងច្រៀងអត់សូវបានល្អឬក៏មានចំណុចខ្វះខាតនៅពេលដែលច្រៀងអីចឹងពីព្រោះលៀងងងដាក់ពាក្យមកធ្វើវិញ្ញាសារ៉ាន់វេទេគឺជំនាញរបស់គាត់ជាអ្នកបង្ហាញម៉ូដប៉ុន្តែដោយសារគាត់ត្រូវរត់ទៅតាមវិញ្ញាសាក៏ដូចជារត់ទៅតាមរថទូរស្តាទើបគាត់បង្ហាញព្យាយាមបង្ហាញនៅអ្វីដែលមិនមែនជាជំនាញរបស់គាត់ចឹងហើយចង់ជំរាបជូនទស្សនិកជនឲ្យយល់ជាក់ច្បាស់ពីកម្មវិធីរបស់យើងគឺជាកម្មវិធីប្រកួតវិញ្ញាសាចម្រុះនៅក្នុងថ្ងៃនេះលៀងងងអាចចាញ់គេត្រង់ជ្រៀងប៉ុន្តែនៅវិញ្ញាសាណាមួយវិញ្ញាសាសម្ដែងវិញ្ញាសាល្ខោនវិញ្ញាសារ៉ាន់វេលៀងងងអាចនឹងធ្វើបានល្អជាងបេក្ខជនដទៃទៀតតែពិតការជ្រៀងរបស់លៀងងងយើងមិនបាច់សឹងតែមិនបាច់ខមមិនទេត្រូវទេពីព្រោះមិនមែនជាជំនាញរបស់គាត់ហើយគាត់ក៏អត់ធ្លាប់ជ្រៀងពីមុនមកដែរប៉ុន្តែចំណុចល្អមួយការសម្ដែងរបស់លៀងងងហ្នឹងត្បិតតែខ្លួនឯងដឹងខ្លួនឯងអត់ប្រកែច្រៀងប៉ុន្តែការសម្ដែងរបស់គាត់ relax វាមានភាពខ្ជូតនៅក្នុងហ្នឹងអញ្ចឹងវាមើលមកខ្ញុំទទួលស្គាល់ថាសម្លេងគាត់ច្រៀងអត់បានទេប៉ុន្តែ performance entertain អូខេសម្រាប់ខ្ញុំដំបូងខ្ញុំខ្លាចតែគាត់ធ្វើមិនបានប៉ុណ្ណឹងតាថ្ងៃនេះគាត់ធ្វើបានប៉ុណ្ណឹងខ្ញុំទៅសើវិញយ៉ាងណាគាត់ចូលត្រូវភ្លេងខ្លះអត់ខ្លះត្រូវខ្លះបើអ្នកជាធម្មតាត្រូវតែភ្លេងឲ្យចូលឲ្យត្រូវមិនត្រូវផងតែត្រូវមួយត្រូវតង់ណាចាត្រូវនិយាយចឹងវា smooth ចូលទៅបានណាខ្ញុំទៅសើកន្លែងហ្នឹងដែរហើយមួយទៀតគាត់ធ្វើឲ្យខ្ជូតទៅតាមអត្ថន័យនឹងបទគាត់ថាលីគងបងធ្លាប់និយាយថាមាត់អណាញបើកបាត់បើកតាំងពីវគ្គដំបូងហ៎ហើយវគ្គទី2អូនឈប់វគ្គទី2អូនឈប់ចេញមក perfect ហ្មងតែឥឡូវអណាញមាត់ហ្នឹងគឺមកម្ដងទៀតលៀងងងបងចង់ប្រាប់ថាចេះតែពិតចាទាំងពីរសរសើរថាធ្វើអត់ឲ្យច្រៀងអត់សូវប្រកែតែបងចង់ឲ្យអណាញប្រកែច្រៀងព្រោះអីតាទៅមុខតិចទៀតបើអណាជាប់លីលខោនបយាកា hit the stake អីផ្សេងហ្នឹងសិតតែច្រៀងអញ្ចឹងអូនឯងត្រូវតែ improve ច្រៀងអត់អាចប្លែមបន្លំបានទេអញ្ចឹងត្រូវតែហាត់បងមើលឃើញពីការខិតខំរបស់លៀងងងអរគុណដែលគ្នាដែលខំ complete បើទោះបីជាអត់បានពេញលេងក៏ដោយបងជឿថាអូនដឹងនៅអីដែលបងបានប្រាប់ទៅអូនអត់បានធ្វើពេញលេងទេបងតែងតែប្រាប់ថាលៀងងងព្យាយាម relax be yourself enjoy ជាមួយនឹងសំឡេងភ្លេងបទចម្រៀងដើម្បីប្រឡែងខ្លួនឯងហើយលេងកាយវិការទឹកមុខឲ្យច្រើនអូខេទោះបីកាយវិការថ្ងៃនេះអូនអត់បានធ្វើតាមអីដែលបងបានប្រាប់ក៏ប៉ុន្តែទឹកមុខបងអូនបានជួយច្រើនស្នាមញញឹមដូច្នេះហើយនេះជាអីមួយដែលអាចជួយបានដូចគ្នាហើយបងសង្ឃឹមថាការខិតខំរបស់លៀងងងនឹងជួយឲ្យលៀងងងឆ្លងផុតវគ្គនេះអរគុណអរគុណលៀងងងធីមយូប៊ីន